គ្រប់ជារៀបសួរប្រិយមិត្តបាទសូមស្វាគមន៍ប្រិយមិត្តមកកាន់រឿងដំណាលហើយថ្ងៃនេះ admin មានរឿងពិសេសហើយនៅរឿងពិតមួយដើម្បីចែកម្លែកសង្ឃឹមថាប្រិយមិត្តនៅតែបន្តគាំទ្រ Channel YouTube បាទរបស់ admin ណាហើយរឿង admin មានរឿងពិតជាច្រើនដែលយើងបានទទួលអំពីបងប្អូនទាំងអស់គ្នាកុំឲ្យខាត់ពេលយូររឿងនេះយើងដកស្រង់អំពីប្រិយមិត្តម្នាក់ដែលគាត់និយាយប្រាប់អំពីជីវិតរបស់គាត់បាទដែលគេលួចដីគាត់បាទរហូតដល់សប្តាហ៍ថ្ងៃគឺគាត់ឈឺចាប់ពេកបាទគាត់រៀបរាប់ប្រាប់ admin ដូចខាងក្រោមពីដំបូងឡើយបងប្រុសម្នាក់ហ្នឹងបាទគាត់ជាអ្នកមកភូមិស្រុកបាទគាត់អ្នកនៅឧត្តមមានជ័យណាគាត់ជាអ្នកមកពីចម្ងាយទេបាទគាត់មកប្រហែលជា97 98បាទគាត់មកស្នាក់អាស្រ័យនៅខាងឧត្តមមានជ័យណាបាទគាត់ជាអ្នកកំពង់ចាមហ្នឹងហើយបងប្រុសបាទវាសនាគាត់និយាយថាកាលគាត់មកដំបូងគាត់ទិញដីនឹងទេគាត់មិនមែនជាអ្នកកាត់ចាប់ដីចំនួន8ចំនួន9ទេណាបាទគាត់មានឪពុករបស់គាត់ជាអ្នកទិញដីពេលគាត់ទិញដីហើយគាត់ធ្វើផ្ទះមួយល្មមនៅក្នុងតំបន់ហ្នឹងហើយដល់ពេលគាត់មកហ្នឹងគាត់បោះព្រំអីត្រឹមត្រូវពេលគាត់ទិញដីគេចំនួនហ្នឹងណាពេលដែលគាត់ទិញបានហើយគាត់បោះអាស្រ័យផលនៅហ្នឹងគាត់នៅហ្នឹងបានប្រហែលជាខ្ទង់2ឆ្នាំហ្នឹងហើយគាត់ស្គាល់មនុស្សម្នាក់ទៀតបាទហើយមនុស្សម្នាក់ទៀតហ្នឹងគឺមិនមែនជាអ្នកមកជិតស្និទ្ធអីជាមួយគាត់ទេគ្រាន់តែជាអ្នកស្គាល់គ្នាបាទពីចម្ងាយណាអ្នកស្គាល់គ្នាពីចម្ងាយបុគ្គលម្នាក់ហ្នឹងគឺឈ្មោះថាកុសលបាទគាត់មានគ្រួសារហើយគាត់ក៏ជាអ្នកចំណូលដែរតែគាត់មកក្រោយទេគាត់មិនមែនមកជាមួយនឹងវាសនាទេហើយគាត់មកដល់ភ្លាមហ្នឹងគឺគាត់ជួលដីជួលផ្ទះគេអ្នកផ្សេងឯនៅតែគាត់បានស្វះស្វែងរកចង់ទិញដីណាក្នុងដីណាតម្លៃថោកចឹងទៅសំរុំហ្នឹងហើយក្នុងពេលហ្នឹងកុសលហ្នឹងគាត់បានមកស្គាល់វាសនាបាទដែលមិនដែលស្គាល់គ្នាស្និទ្ធទេពួកគាត់ទាំងពីរគ្រាន់តែជាអ្នកស្គាល់គ្នាធម្មតាតែប៉ុណ្ណោះឯងតែក្នុងពេលដែលគាត់បាទហូបចុកអីជំនាញតិចតួចហ្នឹងគឺកុសលហ្នឹងគាត់ក៏បានសួររឿងចង់ទិញដីមកកន្លែងអញ្ចឹងណាហើយក៏ពេលហ្នឹងវាសនាក៏ណែនាំឲ្យទៅទិញដីក្បែរគាត់បាទនិយាយចំទៅវាសនានិងកុសលហ្នឹងក៏ទិញដីដូចគ្នាទេដំបូងឡើយហ្នឹងពួកគាត់ហ្នឹងគឺធ្វើចំការអីនៅជាប់ព្រំគ្នាធ្វើផ្ទះជាប់ព្រំគ្នាធម្មតាទេណាអត់មានជារឿងស្អីទេតែមួយរយៈកាលក្រោយមកប្រហែលជា2ឆ្នាំហ្នឹងហើយពេលហ្នឹងគឺកុសលហាក់ដូចជាប្រែប្រួលមានថាគាត់លុបលន់ណាគាត់តែងតែបោះលបងឲ្យចូលដីវាសនារហូតហើយពេលហ្នឹងវាសនាវល់ប្រាប់ថាណែដីឯងហ្នឹងធ្វើចូលដីគ្នាវើយមិនហ្នឹងគឺសូមរើលបងទៅកន្លែងវិញទៅក្នុងគ្រាហ្នឹងគឺកុសលគាត់អត់ខ្វល់ទេគាត់គិតថាដីរបស់អញអីចឹងទៅណាគាត់នៅតែទៀមទាថានេះដីរបស់ខ្ញុំអីចឹងទៅណាមិនមែនដីរបស់វាសនាឯងទេខ្ញុំច្បាស់ណាស់តែដីរបស់ខ្ញុំអីចឹងណាអញ្ចឹងមានន័យថាមួយថ្ងៃទៅមួយថ្ងៃហ្នឹងគឺកុសលក៏តែងតែរង្គៀលណាក៏តែងតែលុបលន់ណាគាត់ទៅដាក់បង្គោលចូលដីព្រំប្រទល់ក្បែរគាត់ហ្នឹងកន្លះម៉ែត្រអីហ៎បាទហើយគាត់ថាដីរបស់គាត់ហើយម្ចាស់ដីខ្លះហ្នឹងគឺអ្នកជុំវិញហ្នឹងសូម្បីតែវាសនាហ្នឹងក៏ស្ដីឲ្យដែរណែវើយយើងសិតតែអ្នកទិញដីគឺដូចគ្នាទេហេតុអីក៏លុបលន់ម្លេះត្រឹមណាធ្វើត្រឹមហ្នឹងទៅប៉ុន្តែក្នុងគ្រាហ្នឹងណាកុសលគាត់អត់ខ្វល់ទេគាត់អត់មកទេគាត់ដាក់លបងចោលហើយគាត់ទៅបាត់អីហ្នឹងទៅគាត់ដាំលបងចោលណាហើយចូលដីគេហ្នឹងគឺមកទឹកពីរទឹកអីចឹងទៅណាហើយគាត់អត់ខ្វល់ខាងទេនេះខាងដល់ពេលរហូតដល់វាសនាជាដើមហ្នឹងញាក់ស្ដាប់ណាណាគាត់ឆ្លោះបកៃគ្នាបាទរឿងដីហ្នឹងហៅមេភូមិប្រហែលដងតម្រូវគ្នានៅតែអត់អូខេទៀតចឹងណាអញ្ចឹងវាសនានិងកុសលហ្នឹងក៏លែងត្រូវគ្នាណាដោយសាររឿងកុសលហ្នឹងគាត់មកលុកលុនបាទណាគាត់ចូលមកយកដីវាសនារហូតបាទងាកដកបកគោលព្រំហើយដាក់ចូលវិញដកបកគោលព្រំរួចដាក់ចូលវិញអញ្ចឹងគាត់សំរឿងជាមួយនឹងវាសនារាប់សិបឆ្នាំបាទហើយពេលគ្រាហ្នឹងគឺប្រពន្ធរបស់វាសនានិងគ្រួសាររបស់វាសនាហ្នឹងគាត់ហត់ចិត្តពេកបាទគាត់ដាក់បដាសាអញ្ចឹងទៅតែនៅក្នុងគ្រាហ្នឹងគឺកុសលក៏អត់ខ្វល់ទេអ្នកណាដាក់បដាសាគាត់យ៉ាងណាក៏អត់ខ្វល់ដែរអញ្ចឹងអ្នកចិត្តខាងព្រំបន្ទល់ហ្នឹងតែងតែដាក់បដាសាណាហើយទូលដីទៅជាតិក្រោយឲ្យលីដីលីអញ្ចឹងទៅឲ្យចុះនរោ18ជាន់អញ្ចឹងទៅអញ្ចឹងក៏អត់ខ្វល់ទេគាត់ថាគាត់អត់ខ្វល់ទេគាត់
មានថាគាត់បាំងហើយគាត់ទៅបាត់ចឹងណាបាត់ចេញពីផ្ទះចឹងទៅគាត់មិនដែលខ្វល់ហើយអ្នកជិតខាងចិត្តតែរោរឿងចឹងទៅនិយាយពីមាត់មួយទៅមាត់មួយចឹងទៅអញ្ចឹងថ្ងៃមួយនោះគឺវាសនាគាត់បានទៅសួរលោកអាចារ្យណាហើយនឹងសួរប្រសង់រឿងចឹងថាមានបុណ្យបាបអីចឹងណាហើយពេលហ្នឹងគឺអាចារ្យហើយនឹងប្រសង់គាត់បាននិយាយចេះគាត់ថាញោមពុទ្ធបរិស័ទទាំងឡាយហើយការលុបលន់វានាំឲ្យតែវិនាសទេពិសេសការយកដីយកទ្រព្យអ្នកដទៃហ្នឹងគឺអ្នកហ្នឹងបើយើងនិយាយអំពីបុណ្យបាបណាអ្នកយកអីគឺទូលនឹងបាទអញ្ចឹងបើសិនជាញាតិញោមណាដែលគាត់យកដីអញ្ចឹងពេលដែលគាត់ស្លាប់ទៅហ្នឹងគាត់ទូលដីហើយអញ្ចឹងមានអីមានតែប្រែតនៅរក់បាទអវជ័យជាដើមអញ្ចឹងវាសនាគាត់អត់មានអីក្រៅតែពីការធ្វើបុណ្យទេប៉ុន្តែចំណែកកុសលវិញគឺគាត់លុបលន់ណាស់បាទដីហ្នឹងគាត់លំលោបបាទគេគ្រប់ទីកន្លែងអញ្ចឹងមានតែពាក្យបណ្ដាសារបស់អ្នកចិត្តខាងតែប៉ុណ្ណឹងមានតែឲ្យរលាយបាទបើសិនជាយើងគិតអបិយជំនឿណាអញ្ចឹងវាសនាគាត់បាននិយាយគាត់ថាយកចោះអ្នកឯងទូលចោះបាទមកទឹកពីទឹកអីហ្នឹងបាទកន្លះម៉ែត្រអីយកចោះតែអ្នកឯងនឹងទូលធ្វើឲ្យជីវិតអ្នកឯងរលាយទៅតាមដីដែលអ្នកឯងបានយកនៅថ្ងៃណាមួយដែលអ្នកឯងចង់បានដីគេពេកអញ្ចឹងណាបាទរឿងនេះខ្លីៗទេដោយសារតែវាសនាក៏បានប្រាប់អញ្ចឹងមកអេដមីនអញ្ចឹងណាអេដមីនក៏បានប្រាប់ទៅអញ្ចឹងទៅវិញហើយអរគុណប្រិយមិត្តបាទដែលបន្តគាំទ្រណាសង្ឃឹមថារឿងមួយនេះនឹងអប់រំទៅដល់បងប្អូនប្រិយមិត្តជាច្រើនដែលគាត់រំលោភប៉ះដីឬក៏រងការរំលោភក្តីណាសូមឲ្យគាត់ប្រយ័ត្នប្រយែងបាទប្រយ័ត្ន